បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញពីជំងឺក្រូចឆ្មាដែលតែងតែកើតទៅលើដំណាំក្រូចឆ្មាពុកម៉ែបងប្អូនឃើញទេនេះជាពណ៌លឿងតូចហ្នឹងនេះវាជាជំងឺមួយប្រភេទដែលគេហៅថាជាជំងឺអុចស្លឹកវាពណ៌លឿងឬគេហៅម្យ៉ាងទៀតថាជាជំងឺ canker អញ្ចឹងជំងឺអុចស្លឹកលឿងហ្នឹងឬជំងឺ canker ហ្នឹងវាកើតទៅលើដំណាំក្រូចតែភាគច្រើនគឺកើតបណ្ដាលមកពីកត្តាដីដូចជាដីយើងមានសំណើមខ្លាំងពេកវាគេហៅថាលំទឹកអញ្ចឹងវាកើតពីច្រើនកើតនៅរដូវវស្សាអញ្ចឹងក្រូចនេះគឺបានកើតនៅជំងឺផ្សិតហើយ canker អញ្ចឹងវាកើតមកពីកត្តាដីគឺដីនេះគឺសាមទឹកខ្លាំងហើយចំណុចទី2ហ្នឹងគឺកើតពីសត្វល្អិតបំផ្លាញដូចជាតកៅនេះបងប្អូនមើលនេះតកៅអញ្ចឹងវាតកៅជាភ្នាក់ងារខ្ញុំស៊ូមមើលចិត្តតិចនេះបើគ្នានេះជំនួយខ្ញុំបេះស្លឹកមួយមកនេះចឹងតកៅនេះឃើញទេបងប្អូនគឺសិតតែស្លឹកលឿងទាំងអស់ស្លឹកលឿងចឹងកើតទី2បង្កើតមកពីដោយសារតែសត្វល្អិតជាពិសេសតកៅហើយទី3ហ្នឹងកើតមកអាចពីបរិយាកាសបរិស្ថានជុំវិញយើងជុំវិញចំការយើងហ្នឹងដូចជានេះចំការនេះគឺទុកចោលយូរចូលមកថែទេអញ្ចឹងវាស្មៅច្រើនអញ្ចឹងវាអាចប្រឈមមុខជាមួយនឹងជំងឺ canker អញ្ចឹងពុកម៉ែបងប្អូនដែលដាំក្រូចគួរប្រយ័ត្ននៅជំងឺផ្សិតនឹងមែនតែនទៅលើដំណាំក្រូចចឹងឥឡូវវាបានកើតហើយបាទហើយតកៅវិញឃើញតកៅមួយទៀតនេះស្លឹកអុចលឿងនេះអុចលឿងជារោគសញ្ញាវាហើយអញ្ចឹងដើម្បីព្យាបាលការពារនឹងបានគឺយើងប្រើជីដែលប្រឆាំងជាមួយនឹងជំងឺ canker ហ្នឹងប្រឆាំងជាមួយមេរោគផ្សិតដូចជាកាលពីប្រហែលសប្តាហ៍មុនខ្ញុំបានបង្កើតនៅមេជីមួយដែលវាជួយព្យាបាលទប់ស្កាត់ជំងឺ canker ហ្នឹងណា HMO ហ្នឹងអញ្ចឹងគឺយើងអាចព្យាបាលវាដោយបាញ់លើស្លឹក10 ទៅ 7 ដល់ 10 ថ្ងៃបាញ់ម្ដងទៅបាញ់លើស្លឹកបាញ់លើដីអញ្ចឹងបាញ់វាជោគដោយប្រើជី HMO អញ្ចឹងក្រោយពីបានដឹងពីអាការៈរបស់វាអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងយកមេជីហ្នឹងយកមកបាញ់ទៅលើដំណាំដែលកើតជំងឺហ្នឹងដើម្បីព្យាបាលវាការព្យាបាលវាទាមទារឲ្យយើងត្រូវការរយៈពេលដែរគឺអត់អាចព្យាបាលភ្លាមទេហើយជំងឺដែលវាកើតទៅលើស្លឹកហើយគឺมันអាចឲ្យវាស្លឹកវាมันអាចពលមកសភាពដើមទេប៉ុន្តែគឺយើងបាញ់វាទៅរាល់ប្រាក់10 ឬ 7 ថ្ងៃម្ដងទៅវាអាចទប់ស្កាត់ការកើតនៅត្រួយថ្មីគឺអត់អាចកើតនៅជំងឺនឹងទៀតទេវាអាចឆ្លងទេអញ្ចឹងស្លឹកឬក៏ដើមដែលបែកកាច់ហើយគឺអត់អាចធ្វើឲ្យវាស្លឹកវាល្អដូចដើមវិញទេគឺយើងធ្វើវាហ្នឹងគឺសម្រាប់ស្លឹកត្រួយថ្មីតែបើយើងមិនបាញ់នៅប្រភេទមេជីមួយខាងលើហ្នឹងទេគឺវាអាចឆ្លងត្រួយថ្មីវានឹងឆ្លងទៀតអញ្ចឹងយើងតើតែយើងបាញ់ការពារនៅត្រួយថ្មីទៅពេលយើងបាញ់មករយៈពេលខ្ទង់ប្រហែលជា2 ខែវាអាចនឹងបាត់ហើយអញ្ចឹងអាស្លឹកចាស់ដែលវាកើតហើយវាទុំជ្រុះ
vì ớt cao tuyển tệ chẳng à sạc mấy cứ vì ớt cao tệ chẳng nó bê là sạc cha vì tôm chua hơi cứ hay à sạc mấy vì dân thay bàn ló cứ lên cả chung người khen cơ năng hay bật tọp tiết cứ dân cả thơ cô viên năng thơ giờ mấy cũng ơi tay vía cho làm tật tiệt lâu ní cho ta tất cả thiệt hại này cứ tất cả nó chơi chất là xì crôi sạc crôi bạn chẳng con trám chẳng video crôi nhom nông hàng pi việc bánh chia ba chung người sạc bạc nắng chung người sạc bạc nắng hào thật khen cơ nè bạn con phải liền